អាឡឺម៉ង់និងចិនយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការអធិការ Free Commerce បានធ្វើទស្សនកិច្ចទៅចិននិងជួបប្រជុំជាមួយប្រធានាធិបតីស៊ីជីនពីងនៅទីក្រុងប៉េកាំងភាគីទាំងពីរបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាពិភពលោកស៊ីជីនពីងបាននិយាយថាទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់មានឥទ្ធិពលធំលើអឺរ៉ុបនិងពិភពលោកអឺរ៉ុបកំពុងកាត់បន្ថយការពឹងផ្អែកលើអាមេរិកមេដឹកនាំអឺរ៉ុបកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកមានភាពតានតឹងក្នុងសម្ព័ន្ធភាពអាមេរិកនិងអឺរ៉ុបចិនកំពុងប្រើឱកាសនេះដើម្បីពង្រីកឥទ្ធិពលនៅអឺរ៉ុបបើកបាននិយាយថាប្រទេសទាំងពីរត្រូវសហការដើម្បីដោះស្រាយការផ្លាស់ប្ដូរធំៗក្នុងពិភពលោកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានសារៈសំខាន់ខ្លាំងក្រុមហ៊ុនធំៗអាល្លឺម៉ង់ដូចជា Volkswagen និង BMW ចូលរួមក្នុងដំណើរទស្សនកិច្ចទំហំពាណិជ្ជកម្មចិនអាល្លឺម៉ង់មានប្រហែល251.8 ពាន់លានអឺរ៉ូចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់សហគមន៍ធុរកិច្ចអាល្លឺម៉ង់ចង់ពង្រីកការវិនិយោគនិងសហការជាមួយចិនមេដឹកនាំ G7 ជាច្រើនកំពុងទៅទស្សនកិច្ចចិនមុននេះមេដឹកនាំប្រទេសបារាំងចក្រភពអង់គ្លេសកាណាដាបានទៅទស្សនកិច្ចចិនផងដែរវាបង្ហាញថាប្រទេសអឺរ៉ុបនិង G7 កំពុងបង្កើតទំនាក់ទំនងជាមួយចិនទោះមានភាពតានតឹងជាមួយសហរដ្ឋអាមេរិកក៏ដោយអាល្លឺម៉ង់នៅតែប្រុងប្រយ័ត្នចំពោះចិនទោះជាពង្រឹងកិច្ចសហប្រតិបត្តិការក៏អាល្លឺម៉ង់នៅតែចាប់ចិនជាដៃគូនិងគូប្រកួតចង់កាត់បន្ថយការពឹងផ្អែកលើចិនលោកបើកក៏បានរិះគន់ទាំងអាមេរិកនិងចិនផងដែរសេចក្តីសន្និដ្ឋានសំខាន់អាល្លឺម៉ង់និងចិនយល់ព្រមពង្រឹងទំនាក់ទំនងអឺរ៉ុបកំពុងកាត់បន្ថយការពឹងផ្អែកលើអាមេរិកចិនកំពុងពង្រីកឥទ្ធិពលនៅអឺរ៉ុបប៉ុន្តែអាល្លឺម៉ង់នៅតែប្រុងប្រយ័ត្ននិងមិនទុកចិត្តចិនពេញលេញនាំមកជូនដោយយានដ្ឋាន EV អូតូខេត្តសៀមរាបមានជួសជុលរថយន្តប្តូរប្រេងម៉ាស៊ីនមានគុណភាពនិងទំនុកចិត្តតម្លៃសមរម្យឥឡូវនេះមានការត្រួតពិនិត្យជើងក្រោមពិនិត្យម៉ាស៊ីនពិភាក្សាយោបល់ដោយឥតគិតថ្លៃបើបងប្អូនមានចំណាប់អារម្មណ៍អាចទំនាក់ទំនង099 61 87 67 097 96 23 232សូមអរគុណនិងផ្ទះសំណាក់ DV អង្គរវិឡាខេត្តសៀមរាបបន្ទប់ម៉ាស៊ីនត្រជាក់ទឹកក្តៅទឹកត្រជាក់ស្អាតសុវត្ថិភាពផាសុកភាពតម្លៃសមរម្យទំនាក់ទំនង012 24 9466 010 24 9475មានទីតាំងនៅខាងកើតភ្លើងស្តុបសារមន្ទីរជាតិអង្គរ100 ម៉ែត្រ